តាមសន្យាក៏ដូចជាតាមអ្វីដែលបានបង្ហាញជូននៅក្នុងវីដេអូមុនអញ្ចឹងបាទវីដេអូមុនបាទខ្ញុំសន្យាថានឹងបង្ហាញពីរបៀបក្នុងការ track GPS ឲ្យបានត្រឹមត្រូវអូខេអញ្ចឹងដើម្បីធ្វើការ track GPS នៅលើនាឡិកាដៃ MI GPS ទាំង Ultra ជំហានដំបូងបងប្អូនអ្នកគ្នាចុចទៅលើមុខងារកីឡាបាទប្រភេទ Outdoor ហើយបងប្អូនអ្នកគ្នារងចាំ GPS នៅផ្នែកខាងឆ្វេងឃើញ GPS load ទេបាទនៅពេលដែលវាចាប់ GPS បានគឺឲ្យកន្លែងអក្សរ Go ហ្នឹងគឺ load ពណ៌បៃតងបើអត់ load ពណ៌បៃតងទេ GPS បាទគឺចាប់អត់តាន់បានទេហើយយើង track ទៅគឺអត់ឃើញកន្លងត្រឹមត្រូវបែបនេះទេអញ្ចឹងបងប្អូនអ្នកគ្នាចុចពាក្យ Go បាទបន្ទាប់ពីចាប់ពណ៌បៃតងហ្នឹងហើយបងប្អូនអ្នកគ្នាអាចធ្វើចលនាបាទដើររត់ឬក៏ជិះកង់បងប្អូនអ្នកគ្នានឹងឃើញកន្លងមួយដែលវាចាប់ផ្ដើមធ្វើការ track ទៅតាមផ្លូវដែលយើងជិះបាទយើងបង្វែរទៅទិសខាងណាវាក៏បានបង្ហាញទិសលិចកើតជើងត្បូងយើងអាចបង្វិលមើលជាក់ស្ដែងបានហើយបងប្អូនអ្នកគ្នារត់ឬក៏ដើរចុចទៅលើមុខងារដែលបងប្អូនអ្នកគ្នាចង់បានទៅបន្ទាប់មកបាទវានឹងបង្ហាញទិន្នន័យបើសិនជាបងប្អូនអ្នកគ្នា check នៅក្នុងហ្នឹងណាដូចជាស្ដែងអញ្ចឹងខ្ញុំយកមុខងារបាទ running បងប្អូនអ្នកគ្នាបាទអញ្ចឹងយើងអាចមើលអំពីបាទល្បឿននៃការរត់របស់យើងបាទមានន័យថាຂະຫນាតផេះណាបាទហើយស្មើនឹងប្រមាណបាទផេះប្រមាណហើយយើងរត់បានប្រមាណគីឡូចម្ងាយបានប្រមាណបាទបេះដូងរបស់យើងលោតនៅក្នុង zone បាទមួយណាបាទហើយរយៈពេលប្រមាណគឺវាបានបង្ហាញជូននៅក្នុងនាឡិកានេះទាំងអស់ហើយអីដែលពិសេសណាវាបង្ហាញជូនជាភាសាខ្មែរទៀតអញ្ចឹងគឺងាយស្រួលនៅក្នុងការយល់មែនតើអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្្នឹងទេនេះគឺជារបៀបនៅក្នុងការបាទ track GPS នៅលើនាឡិកាដៃ MI GPS ទាំង Ultra បាទឲ្យបានត្រឹមត្រូវនិងទទួលបានអត្ថប្រយោជន៍អរគុណច្រើនជួបគ្នានៅវីដេអូបន្ត